សកម្មភាពជួសឆាយដីព្រៃរបស់រដ្ឋត្រូវបានគេដឹងថាមានមន្ត្រីសាលាស្រុកប្រាសាទសម្បូរមួយរូបបានខុបខិតគ្នាជាប្រព័ន្ធតាំងតែមានព្រៃរហូតដល់ថ្នាក់ស្រុកបានរំលោភបំពានយកដីព្រៃរបស់រដ្ឋនិងយកគ្រឿងចាក់មកជួសឆាយដីព្រៃប្រមាណ50ហិកតាដោយមិនខ្លាចញញើតពីច្បាប់នោះឡើយឈ្មោះដ៏សកម្មដែលបានជួសឆាយដីព្រៃរបស់រដ្ឋត្រូវបានគេស្គាល់ឈ្មោះថាលោកហៅតាំងអ៊ីដែលមានតួនាទីកំបាំងជាមន្ត្រីសាលាស្រុកប្រាសាទសម្បូរបានយកគ្រឿងចាក់មកឈូសឆាយដីព្រៃនៃចំណុចអូតាកែស្ថិតនៅភូមិសង្គមថ្មីឃុំតាំងកសៅស្រុកប្រាសាទសម្បូរខេត្តកំពង់ធំជាស្ដែងកាលពីរសៀលថ្ងៃទី3ខែតុលាឆ្នាំ2016នេះសកម្មភាពជួសឆាយដីព្រៃរាប់សិបហិកតាគេពុំត្រូវបានឃើញមានការឈឺឆ្អាលពីសំណាក់អាជ្ញាធរនិងមេព្រៃនោះឡើយបែរជាបណ្តែតបណ្ដោយឲ្យមានការយកគ្រឿងចាក់របស់លោកហៅតាំងអ៊ីដែលជាមន្ត្រីសាលាស្រុកប្រាសាទសម្បូរមកឈូសឆាយដោយគ្រឿងចាក់ពីរគ្រឿងបានធ្វើសកម្មភាពជារៀងរាល់ថ្ងៃលោកហៅតាំងអ៊ីជាមន្ត្រីសាលាស្រុកប្រាសាទសម្បូរនិងជាម្ចាស់គ្រឿងចាក់ដែលមានតួនាទីកាប់បំផ្លាញព្រៃឈើយ៉ាងសកម្មនោះពុំអាចធ្វើការបំភ្លឺបាននោះទេពីព្រោះទូរស័ព្ទរបស់លោកទេចូលជាច្រើនដងតែពុំមានអ្នកទទួលចំណែកលោកខៀវប៉ាងអភិបាលស្រុកប្រាសាទសម្បូរបានឆ្លើយថាដីចំណុចខាងលើដែលគឺជាដីបំរុងរបស់រដ្ឋហើយលោកក៏ពុំបានអនុញ្ញាតឲ្យលោកខោតាំងអ៊ីយកគ្រឿងចាក់មកជួសឆាយនោះដែរបន្ទាប់ពីទទួលបានព័ត៌មាននេះលោកបានបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោមចុះទៅពិនិត្យនៅទីតាំងកើតហេតុលោកតាប់ញាតានីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំបានឲ្យដឹងថាបើដីមានប្លង់កម្មសិទ្ធិខេត្តបានអនុញ្ញាតឲ្យជួសឆាយមែនបើសិនជាមន្ត្រីរបស់លោកចុះទៅពិនិត្យនៅតំបន់នោះឃើញថាគ្មានប្លង់កម្មសិទ្ធិទេនោះលោកនឹងមានវិធានការតាមច្បាប់មហាជនបានរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើលោកហៅតាំងអ៊ីដែលបានធ្វើសកម្មភាពជួសឆាយដីព្រៃយ៉ាងកកិតកក្រែងឥតឈប់ឈរប្រហែលជាមានការចរចាគ្នាទុកជាមុនទៅមន្ត្រីរដ្ឋបាលព្រៃឈើ